ខ្ញុំបានឃើញ page Vigri ដែលគាត់ post និយាយពាក់ព័ន្ធពី fan មួយចំនួនដែលចូលទៅ comment នៅក្នុង live MBL Cambodia ហើយគេ screenshot នៅ comment មកគាត់ហើយឥឡូវនេះកំពុងតែផ្ទុះនៅ comment នឹងខ្លាំងមែនតើ comment មួយម៉ាត់ពេលខ្លះយើងមើលទៅវាជារឿងដែលលេងសើចរឿងដែលសប្បាយសម្រាប់យើងក៏ប៉ុន្តែពេលខ្លះ comment មួយម៉ាត់ហ្នឹងវាធ្វើឲ្យអ្នកដែលទទួលរងឥទ្ធិពល comment របស់យើងហ្នឹងគឺឈឺចាប់ខ្លាំងណាស់បងប្អូនទាំងតែគេអត់មានទៅធ្វើអីយើងហើយយើងទៅ comment និយាយដាក់តនីគេនិយាយពាក់ព័ន្ធប៉ះពាល់ដល់គ្រួសារគេនិយាយពាក់ព័ន្ធដល់រូបគេខ្ញុំអត់យល់ពីអីដែលពួកគាត់កំពុងតែគិតទេហើយខ្ញុំក៏អត់យល់ថាហេតុអីបានមនុស្សម្នាក់តែងតែធ្វើអីឲ្យប៉ះពាល់ដល់អារម្មណ៍របស់គេដឹងថាពេលខ្លះយើង comment ទៅវាគ្រាន់តែជាការ comment ទេគ្រាន់តែជាការលេងសើចរបស់យើងគ្រាន់តែជាអារម្មណ៍របស់យើងទេក៏ប៉ុន្តែអារម្មណ៍របស់យើងត្រូវតែគិតដល់អារម្មណ៍របស់គេបើសិនជានៅសុកហើយស្រាប់តែមានគេជេរយើងក៏គេជួបមួយយើងគេស្ដីឲ្យយើងគេថាយើងតែយើងមានអារម្មណ៍បែបណារាជាមនុស្សម្នាក់ដែលកំិចកំមើមខ្លាំងក្នុង e-sport នេះបើសិនជា e-sport នេះមានមនុស្សដូចជាបយរាច្រើន e-sport នឹងរីកចម្រើនច្រើនព្រោះភាគច្រើនអ្នកស្គាល់បយរាគឺតាមរយៈការធ្វើអាលក្ខណៈកំិចកំមើមកើតនៅរូបភាព spicy គាត់និយាយមកមានតាក់ទិចមានដងក្នុងការនិយាយស្ដីហើយការនិយាយស្ដីរបស់គាត់គឺ confident ណាគាត់និយាយមកទាំងទំនុកចិត្តទាំងជឿជាក់ហើយពាក្យម៉ាត់ដែលគាត់និយាយគឺល្អស្ដាប់ពេលខ្លះឃើញគាត់និយាយលេងសើចមែនតែបើសិនជាគាត់និយាយឲ្យជាផ្លូវការគាត់និយាយបានល្អមែនទេអានឹងសម្រាប់បយរាហើយបយរានេះជា player មួយដែលមានសមត្ថភាពខ្លាំងណាស់អ្នកនរដឹងស្រាប់ហើយបយរាលេងតាំងពីនៅ CU Soon រហូតដល់គាត់ផ្លាស់ប្ដូរទៅ Vigor Epic ក៏គាត់នៅតែល្អដែរអញ្ចឹងសង្ឃឹមថាគ្នាយើងដែលជា fan មិនថា fan Vigor Epic ឬក៏ fan ក្រុមផ្សេងទេមុននឹងយើងបញ្ចេញមតិយោបល់ទៅកាន់នរណាម្នាក់ព្យាយាមធ្វើយ៉ាងម៉េចយើងត្រូវតែគិតគូរពីបញ្ហាផ្លូវចិត្តរបស់គេនិងបញ្ហាផ្លូវចិត្តរបស់យើងមុននឹងយើង comment នៅក្នុងវីដេអូរបស់គេចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរនឹងយល់ពីអីដែលខ្ញុំកំពុងនិយាយខ្ញុំមិនមានចេតនាចង់ឲ្យអ្នកនរទៅស្ដីថាឲ្យនរណាម្នាក់ទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរប្រើការពិចារណារបស់ខ្លួនមុននឹងបញ្ចេញមតិយោបល់ទៅកាន់នរណាម្នាក់